បាទសួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់ Channel សីហា Immortal តែនឹង admin ក៏នឹងមកបន្តនៃសាច់រឿង Nova របស់យើងជាបន្តទៀតហើយប៉ុន្តែមុននឹងចូលទៅកាន់សាច់រឿងរបស់យើងអ្នកទាំងគ្នាក៏កុំភ្លេចចុច like ក៏ដូចជា Subscribe មកកាន់ Channel របស់ admin ម្នាក់មួយផងដើម្បីផ្ដល់កម្លាំងចិត្តមកកាន់ admin ក្នុងការផលិតវីដេអូជជូនអ្នកទាំងគ្នាទស្សនាជាបន្តឥឡូវយើងក៏មកខាត់ពេលវេលាយូរយើងចូលទៅកាន់សាច់រឿងរបស់យើងតែម្ដងទៅសាច់រឿងក៏កាន់មកកាន់ទីក្រុងពន្លឺព្រះអាទិត្យនៅវិញកងទ័ពរបស់គ្រូជាតិក៏បានធ្វើដំណើរមកដល់ទីកន្លែងនេះព្រមទាំងបានធ្វើការលុកលុយក៏ដូចជាដណ្ដើមនៅទីក្រុងទាំងនោះព្រមទាំងធ្វើដំណើរឆ្ពោះទៅទីក្រុងដាសៀងក៏លេចមកមើលផ្ទៃទន្លេនៅវិញកងទ័ពពួកធៀមក៏ពិបាកទប់ទល់ជាមួយនឹងកងទ័ពរបស់លោកគ្រូជាតិផងដែរដោយសារតែការពីលើកមុននោះឈិនមួយក៏បានកាហើយជាមួយនឹងស្ដេចរៈឌូធានឲ្យមកបំផ្លាញនៅទីក្រុងធីនបូដែលជាទីតាំងយុទ្ធសាស្ត្រមួយដែលសង់នៅលើប្រឡាយទឹកទាំងនេះទោះជាយ៉ាងណាក៏ដោយឈិនមួយក៏មិនអាចទទួលបានកិត្តិយសក៏ដូចជាគុណសម្បត្តិសម្រាប់ការធ្វើរឿងទាំងនេះនោះទេសាច់រឿងបន្តក៏កាត់មកទៅពេលដែលពួកគេក៏បានចូលមកទីក្រុងព្រាមៗក៏បានឃើញជាមួយនឹងលោកតាសុំទាម្នាក់កូនគឺជាងទូចនាងក៏បានបោះការឲ្យអ្នកសុំទាមួយនោះរំពេចនោះគាត់ក៏បានលូតឡើងមកលើរថតែពួកគេដែលធ្វើឲ្យពួកធានគឺត្រៀមខ្លួនក្នុងការប្រយុទ្ធចំណែកឯអ្នកសុំទានោះគាត់ក៏បាននិយាយទៅកាន់លោកគ្រូជាតិថាពួកយើងគឺសូមជ្រើសយកជំរើសទី2ចំណែកឯលោកគ្រូជាតិគាត់ក៏បានសួរទៅកាន់បរិយាចំណេះមែនវិញថាហេតុអ្វីបានជាពលលោកមិនរងចាំរយៈពេល2វិថ្ងៃទៀតគឺរហូតដល់កងទ័ពពួកយើងគ្រប់គ្រងទីក្រុងភូមិពីខាងត្បូងទាំងមូលហើយរឿងទាំងអស់នេះវាពិតជាគួររីករាយខ្លាំងណាស់រីឯបរិយាចំណេះសុំទានោះគាត់ក៏អត់សំណើជាមួយនឹងភាពក្លាហានរបស់លោកគ្រូជាតិព្រមទាំងបាននិយាយទៀតថាភាពក្លាហានរបស់លោកមនុស្សគ្រប់គ្នាតែងតែទទួលស្គាល់ហើយពួកយើងនឹងរងចាំលោកគ្រូជាតិទៅទីក្រុងដាសៀងភ្លាមៗនោះជិនមួក៏បានប្រាប់ពុជជ្រុងតូចឲ្យយកកាពីបរិយាចំណេះសុំទានវិញតែបរិយាចំណេះសុំទានគាត់ក៏និយាយថាជីរបល់យកចង់យកប្រាក់ពីអ្នកសុំទានវិញមែនទេវាពិតជាគួរខ្មាស់គេខ្លាំងណាស់នៅពេលដែលគាត់គឺបាននិយាយចប់ហើយនោះគាត់ក៏បានធ្វើដំណើរចាស់ចេញពីទីនេះរីឯគ្រូជាតិគាត់ក៏បាននិយាយប្រាប់ទៅកាន់ជិនមួថាបរិយាចំណេះបាញ់មិញនោះគេគឺមានឈ្មោះថាស៊ីដាយូដែលជាមេប៉ាអ្នកសុំទានបើសិនមកលោកចូលប្រាក់ពីគេវិញគាត់នឹងប្រឌិតរឿងជាច្រើនដែលធ្វើឲ្យប៉ាសូគាដែលជាសាខានៅក្នុងប៉ាសុំទានរបស់ជិនមួក៏ត្រូវបានខូចគេឈ្មោះប៉ារបស់ជិនមួផងដែរនៅពេលដែលគ្រូជាតិក៏បាននិយាយចប់ហើយនោះជិនមួក៏បានសួរទៅកាន់លោកគ្រូជាតិថាមើលទៅទីក្រុងដាសៀងក៏មិននៅឆ្ងាយពីទីនេះទេខ្ញុំគិតថាពួកយើងគួរតែត្រឡប់ទៅសាលាមហាវិទ្យាល័យតែវិញប៉ុន្តែគ្រូជាតិគាត់ក៏បដិសេធថាលោកគឺត្រូវតែតាមខ្ញុំទៅកាន់ទីក្រុងដាសៀងដោយលេខគាត់និយាយបែបនោះជិនមួក៏គ្មានអ្វីតវ៉ានោះទេកាត់មកពេលយប់បន្តិចនៅពេលអ្នកទាំងនេះគឺបានបោះជំរំរួចហើយនោះជិនមួក៏បានចាស់ចេញទៅក្រៅតែម្នាក់ឯងទៅកាន់កណ្ដាលលេងល្បែងមួយនៅពេលដែលជិនមួក៏បានចូលទៅក្នុងភូមិល្បែងទាំងនោះជិនមួក៏បានឃើញជាមួយនឹងស៊ីយុនសៀងដែលនាងក៏បានមកទីនេះផងដែរនៅគណៈពេលនោះផងដែរស៊ីយុនសៀងនាងក៏បានដើរមករកជិនមួព្រមទាំងបាននិយាយថាលោកមេក្រុមបើសិនបើលោកធ្វើដូច្នេះលោកនឹងទាញក្រុមរបស់ពួកយើងឲ្យពួកយើងធ្លាក់នៅក្នុងស្ថានភាពគ្រោះថ្នាក់បើសិនបើក្រុមពួកយើងមានគ្រោះថ្នាក់តើអ្នកណាទៅគឺជាអ្នកទទួលខុសត្រូវនាងក៏បន្តសួរទៅកាន់ជិនមួបន្ថែមទៀតថាបើសិនបើលោកមេក្រុមរបស់ពួកយើងជួយដល់លោកគ្រូជាតិមិនថាគ្រូជាតិឈ្នះឬចាញ់ក៏ដោយក្រុមរបស់ពួកយើងនឹងត្រូវបានបាត់បង់គេឈ្មោះនៅក្នុងពិភពបេក្ខគុណព្រមទាំងត្រូវបានគេសើចច្បោះនិងមើលងាយថាជាសត្រូវមេប៉ាផ្សេងទៀតជាជាងក្រុមពួកយើងក៏គ្មានទីជម្រកនៅក្នុងលោកនេះទេចំណែកឯឈិនមូគេក៏បានតបទៅកាន់នាងវិញថាក្នុងនាមខ្ញុំគឺជាមេក្រុមក៏ដូចជាមេប៉ាសូគាដូច្នេះតែយើងត្រូវការគេឈ្មោះវិញទៅមនុស្សទាំងអស់នោះគឺមិនផ្ដល់កិត្តិយសក៏ដូចជាគេឈ្មោះមកកាន់ពួកយើងនោះឡើយបើសិនបើពួកយើងមិនតស៊ូដោយខ្លួនឯងនេះបង្ហាញថាវាគឺជាឱកាសដ៏កម្រមួយហើយបើសិនបើពួកយើងមិនចូលរួមទេពួកយើងក៏នឹងគ្មានទីកន្លែងច្រកនសម្រាប់រស់នៅក្នុងពិភពលោកនេះឡើយស៊ីជិនសៀងនាងហៀបនឹងនិយាយតវ៉ាទៅកាន់ជិនមូតែជិនមូក៏បាននិយាយថាខ្ញុំនឹងទទួលខុសត្រូវចំពោះរឿងទាំងអស់នេះនៅពេលដែលជិនមូគឺនិយាយបែបនោះហើយធ្វើនាងក៏បាននិយាយថាលោកគឺជាមេដឹកនាំដូច្នេះវាជារឿងធម្មតាទេដែលលោកគឺសម្រេចចិត្តបែបនេះក្នុងការដឹកនាំក្រុមរបស់ពួកយើងទោះជាយ៉ាងណាក៏ដោយបើសិនបើមេក្រុមធ្លាក់នៅក្នុងគ្រោះថ្នាក់ណាមួយដែលបណ្ដាលឲ្យមេក្រុមគឺបាត់បង់ជីវិតនោះនឹងត្រូវជំនួសដោយមេក្រុមទី2ជិនមូក៏បាននិយាយថាមេប៉ាទី2នៃនិកាយប៉ាក់ស៊ូគីនោះវាពិតជាគ្រោះថ្នាក់ដ៏ធំមួយបើសិនបើអ្នកណាធ្វើអ្វីមិនសមរម្យទៅកាន់គាត់នឹងសម្លាប់អ្នកនោះដោយមិនរើសមុខនោះទេចំណែកឯស៊ីយិនសៀងនាងក៏និយាយទាំងអំអៀនថាមេប៉ាមុនបានស្លាប់ដោយសារតែមានចិត្តអាក្រក់ហើយមេប៉ាបច្ចុប្បន្នតែបានស្ត្រីបរិសុទ្ធវាប្រហាររហូតដល់ស្លាប់ហើយខ្ញុំគិតថាគេឈ្មោះរបស់ពួកគេគឺមិនសូវល្អនោះទេជិនមួយក៏បាននិយាយតបទៅកាន់នាងវិញថាប្រសិនបើខ្ញុំស្លាប់នោះសូមបង្គោលពជារបស់ខ្ញុំទៅកាន់កូនចៅរបស់ខ្ញុំនៅសាលទាំង360ចេញមកភ្លាមដោយប្រើទង់អមនៅតាមផ្លូវព្រមទាំងអញ្ជើញនៅចាស់ទុំ2នាក់នៅក្នុងប៉ាក់មកផងដែរនៅពេលដែលជិនមួយក៏បាននិយាយចប់គេក៏បានដើរចេញអំពីហ្វូងល្បែងទាំងនោះចំណែកឯស៊ីយុនសៀងនាងក៏បានឈរចាំនៅខាងក្រៅព្រមទាំងបានឃើញជិនមួយដើរចេញនាងក៏បានសើចចំអកទៅកាន់ជិនមួយថាខ្ញុំស្មានថាលោកត្រូវបានគេវាយសម្លាប់ទាំងរស់បាត់ទៅហើយចំណែកឯជិនមួយគេក៏បានតបទៅកាន់នាងវិញថាពួកគេទាំងអស់គ្នាគឺមិនមែនជាដៃគូរបស់ខ្ញុំនោះទេសូម្បីតែគ្រូជាតិបើសិនបើគាត់នៅកម្រិតស្មើខ្ញុំនោះគាត់ក៏មិនអាចយកឈ្នះខ្ញុំបានផងដែរដោយសារតែខ្ញុំគឺទទួលបានរូបរាងកាយព្រះដែលមានតែមួយគត់នៅក្នុងពិភពលោកមួយនេះប៉ុន្តែរាងកាយមួយនេះវាពិតជាអត់កម្បាំងខ្លាំងណាស់សម្រាប់ខ្ញុំចំណែកឯស៊ីយុនសៀងដោយលឺឈ្មោះនេះជាបែបនោះធ្វើនាងក៏មានការផ្ទះផ្អើលព្រមទាំងបាននិយាយថារូបកាយព្រះតើវាជារាងកាយបែបណាទៅតើវាខ្លាំងជាងរូបកាយវិញ្ញាណដ៏អស្ចារ្យទាំង4មែនទេនាងក៏បាននៅក្នុងចិត្តបន្តទៀតថាខ្ញុំនឹងមិនខ្សោយជាងអ្វីដែលហៅថារាង
តែព្រះនោះឡើយត្រីនៃមេនិកាយស៊ីរបស់យើងគឺជាបក្ខិតកដែលបានបង្កើតឡើងដោយខ្លួនឯងបើសិនបើគ្មានព្រះនៃចំនួនមុននោះទេខ្ញុំក៏អាចធ្វើវាបានដោយខ្លួនឯងដែរភ្លាមនោះក៏មានទាហានម្នាក់បានរាយការណ៍មកកាន់គ្រូជាតិដែលពួកគេក៏បានឃើញជាមួយនឹងមនុស្សពាក់មួកចម្បាំងព្រមទាំងកាន់អាវុធរួមទៅដោយកំណាត់ព័ទ្ធជុំវិញគាត់ក៏បានសួរទៅកាន់កូនទាហាននោះថាតើមានមនុស្សប៉ុន្មានឲ្យប្រកាសទៅកូនទាហាននោះក៏បានតបទៅកាន់គាត់ថាប្រហែលជា 4-10 នាក់ដែលមើលទៅពួកគេក៏មិនមែនជាមនុស្សល្អអីនោះទេដោយបានលេកូនទាហាននិយាយបែបនោះធ្វើឲ្យគ្រូជាតិក៏បានបញ្ជាឲ្យពួកគេដកថយសេរីក៏កាត់មកកាន់ពីពេលថ្ងៃទៀតពួកគេក៏បានធ្វើដំណើរមកដល់ទីក្រុងក៏ដូចជាស្រុកទន្លេថ្លាហើយក៏មានមនុស្សជាច្រើនកាន់ទង់ជាតិដែលបានមកដល់ទន្លេថ្លានេះផងដែរហើយមនុស្សទាំងនោះគឺមានចំនួនតែ50-60នាក់និងច្រើនជាងកាលពីម្សិលមិញទៅទៀតមើលវិញទៀតនៅថ្ងៃទី4នៅក្នុងទីក្រុងអាប់លាក់កំបាំងមានមនុស្សរាប់សិបពាន់នាក់ក៏បានកាន់ទង់ជាតិនិងបង្ហាញខ្លួននៅក្នុងទីក្រុងជនមកក៏មិនបានបញ្យល់ថាមនុស្សទាំងនេះគឺមកពីណានោះទេព្រមទាំងមូលហេតុដែលពួកគេមកទីនេះចំណែកឯគ្រូជាតិគាត់ក៏មិនបានអើពើជាមួយនឹងរឿងទាំងអស់នេះឡើយរីឯថ្ងៃបន្ទាប់ដែលជាថ្ងៃទី5ពួកគេក៏បានដើរចាកចេញអំពីវិមានរបស់មន្ត្រីហើយហៀបនឹងរៀបចំឈ្មោះទៅកាន់ទីក្រុងដាស៊ីងពួកគេក៏បានប្រទះជាមួយនឹងមនុស្សចម្លែកដែលពេលមូលស័យព្រមទាំងកាន់អាវុធរុំដោយកំណាត់ឈរនៅលើទ្វារតាមដានពីក្រោយពួកគេផងដែរចំណែកឯជនមូក៏មិនដឹងថាពួកគេមានគ្នាប៉ុន្មានអ្នកឡើយដែលកំពុងតែតាមដានពួកយើងចំណែកឯឈិនវ៉ាន់ជុនជេជីងហុងក៏ដូចជាអ្នកដទៃទៀតក៏បានងាកទៅមើលហើយមានអារម្មណ៍ថាមិនស្រួលនៅក្នុងចិត្តរបស់ពួកគេនោះទេដោយសារតែមនុស្សទាំងនេះគឺចេះតែតាមដានពួកគេរហូតដែលធ្វើឲ្យពួកគេមិនដឹងថាពេលនេះពួកគេក៏គួរតែធ្វើអ្វីនោះឡើយចំណែកឯព្រះសង្ឃតូចគេក៏បានរអ៊ូរទាំថាតើវាអាចជាមនុស្សដែលកាន់ទង់ជាតិមែនទេតើទង់ជាតិដែលពួកគេកាន់ទាំងអស់នោះនៅឯណាទៅនៅពេលនេះភ្លាមនោះពួកគេក៏បានកលេចទៅឃើញព្រះចាពីរនាក់ដែលកំពុងតែអង្គុយលក់តែនៅក្រោមដើមឈើដ៏ធំមួយដែលព្រះចាប្រុសស្រីទាំងពីរនាក់នោះក៏បាននិយាយរាក់ទាក់មកកាន់ពួកគេថាភ្ញៀវទីស្រឡាញ់ចុះយើងផឹកតែមួយពែងវិញតើយ៉ាងម៉េចដែរចំណែកឯព្រះសង្ឃតូចគេក៏បានរអ៊ូរទាំថាហេតុអ្វីបានជាយើងគួរតែផឹកតែនៅពេលដែលយើងគឺបានមកដល់ទីនេះភ្លាមបើយើងក៏លេចមកមើលគ្រូជាតិគាត់ក៏បាននិយាយថានៅពេលនេះខ្ញុំមិនជាស្រេចទឹកខ្លាំងណាស់នៅពេលដែលគាត់គឺបាននិយាយចប់គាត់ក៏បានអង្គុយចុះរីឯជនមូក៏បានអង្គុយនៅទីនោះផងដែរកាន់មកកាន់ឈិនវ៉ាន់ជុនក៏ដូចជាយាយជីងហុងព្រមទាំងអ្នកដទៃទៀតបានដើរទៅមុខប៉ុន្តែពួកគេគឺក៏សម្គាល់ថាពួកគេគឺនៅតែកន្លែងដដែលមិនថាពួកគេដែលចេញអំពីកន្លែងដើមឈើមួយនោះឆ្ងាយប៉ុណ្ណាក៏ដោយដើមឈើនោះហាក់ដូចជានៅជិតពួកគេអញ្ចឹងហើយអ្វីដែលជាការពិតនោះដើមឈើនោះគឺមានចម្ងាយរាប់រយម៉ៃអំពីពួកគេដែលមើលទៅវាដូចជាការបំភាន់អញ្ចឹងបន្ទាប់ពីមួយសន្ទុះក្រោយមកឈុនមកក៏ដូចជាគ្រូជាតិក៏បានផឹកតែរបស់ពួកគេអស់ហើយគ្រូជាតិគាត់ក៏បានក្រោកឡើងងក់ក្បាលទៅកាន់ព្រះចាទាំងពីរនាក់នោះបន្តិចក្រោយមកគ្រូជាតិគាត់ក៏បាននាំឈុនមកដើរចាយចេញពីទីកន្លែងនោះព្រមទាំងបាននិយាយថាចូលយើងទៅទីក្រុងដាសៀងនៅពេលដែលគ្រូជាតិគឺបាននិយាយចប់ហើយនោះធ្វើឲ្យទៅមុខអ្នកគ្រប់គ្នាគឺមានការងឿងឆ្ងល់ប៉ុន្តែពួកគេនៅតែបន្តដើរតាមគ្រូជាតិអញ្ចឹងកាត់មកមើលយាយជីងហុងឯវិញគេក៏បានងាកទៅមើលមនុស្សចម្លែកទាំងពី300នាក់ដែលពេលមួរស័យទាំងនោះគឺមិនបានតាមពួកគេនោះទេផ្ទុយទៅវិញពួកគេបានអង្គុយនៅក្រោមដើមឈើដោយម្នាក់កាន់ប៉ែងនៅក្នុងដៃម្នាក់មួយហើយផឹកដោយស្ងៀមស្ងាត់ទស្សនវិជ្ជាទាំងនេះវាពិតជាចម្លែកខ្លាំងណាស់សម្រាប់យាយជីងហុងបន្តិចក្រោយមកពួកគេបានធ្វើដំណើរមកដល់ទីក្រុងដាសៀងដែលមើលទៅទីនោះពោពេញទៅដោយបន្ទាយទាហានជាច្រើនជំនុំយោធាត្រូវបានរៀបចំគ្រប់ទីកន្លែងអុកញ៉ាវៃក៏ដូចជាឧត្តមស្នេហ៍ដែលគ្រប់គ្រងទ័ពព្រមទាំងឧត្តមស្នេហ៍ធំក៏នៅទីនេះដែរពួកគេគឺមិនបានធ្វើការចូលទៅក្នុងទីក្រុងដាសៀងភ្លាមនោះទេដោយសារតែដាសៀងគឺជាទីក្រុងយុទ្ធសាស្ត្រនៅព្រំដែនភូមិភាគខាងត្បូងដែលជាទីកន្លែងប្រមូលផ្ដុំទ័ពរបស់ពួកទៀមដោយប្រមូលផ្ដុំទាហានក៏ដូចជាទ័ពសេះរាប់ម៉ឺននាក់ម្យ៉ាងមួយទៀតក៏មានកូនសិស្សមកពីបកផ្សេងទាំងអស់បានបញ្ញាមកទីកន្លែងនេះប្រៀបបានដូចជាចរន្តទឹកហូរគ្មានទីបញ្ចប់អញ្ចឹងគឺរងចាំតែពេលវេលាមកដល់ពួកគេនឹងធ្វើការវាយប្រហារមកកាន់ពួកយើងប្រសិនបើសង្គ្រាមមួយនេះគឺបានផ្ទុះឡើងនេះពិតជានឹងត្រូវបានគេចាត់ទុកថាគឺជាសង្គ្រាមដ៏អស្ចារ្យមួយនៅក្នុងប្រវត្តិសាស្ត្រនៅក្នុងការធ្វើដំណើរនោះជនមកក៏បានកលេចទៅឃើញទាហានខ្លាំងជាច្រើនអ្នកដែលពាក់អាក្រពណ៌មាសកំពុងតែរុញរទេះពពកដ៏ធំមួយព្រមទាំងវឹកហាត់ក្នុងការវាយប្រហារទៅកាន់ទីក្រុងបើយើងក៏លេចទៅមើលបានច្បាស់ទៅពួកគេគឺមានមាឌធំខ្លាំងណាស់គឺអាចប្រៀបបានទៅនឹងយក្សដែលកំពុងតែធ្វើការវឹកហាត់អញ្ចឹងព្រមទាំងអមទៅដោយចង្វាក់ព័ទ្ធនៅជុំវិញខ្លួនរបស់ពួកគេលើពីនេះទៅទៀតក៏មានកងទ័ពសេះក៏ជាសត្វស្លាបដ៏ធំដែលកំពុងធ្វើតាមការបញ្ជារបស់មេទ័ពចំណែកដាវជាង 10,000 ដើមត្រូវបានបាញ់ទម្លាក់ដែលធ្វើឲ្យរាប់សិបហាត់គឺត្រូវបានបំផ្លាញដោយសារដាវទាំងនោះមិនត្រឹមតែមានកងទ័ពសេះមួយក្រុមតែប៉ុណ្ណោះទេក៏មានកងទ័ពសេះរាប់មិនអស់រត់សុបនាក់ផងដែរដែលពួកគេក៏បានប្រើយុទ្ធសាស្ត្រក៏ដូចជាវិធីសាស្ត្រដូចសម្បកឃុំនិងការប្រយុទ្ធរបស់សាធារណដូច្នេះប្រសិនបើកងទ័ពជើងគោកតែបានប្រឈមមុខជាមួយនឹងទ័ពសេះហោះវាគឺជាការវាយប្រហារដ៏ខ្លាំងមួយអញ្ចឹងក្នុងករណីនេះប្រសិនបើពួកគេជួបប្រទះជាមួយនឹងសត្រូវដែលខ្លាំងក្លាពួកគេអាចប្រើប្រាស់វិធីសាស្ត្រខ្លែងដើម្បីសម្លាប់ពួកសត្រូវទាំងនោះបានផងដែរអ្វីដែលសំខាន់ជាងនេះក្រៅពីទ័ពសេះហោះក៏មានកងទ័ពកប៉ាល់ជាច្រើនផងដែរដែលអាចផ្ទុកអាវុធក៏ដូចជាមនុស្សរាប់រយពាន់នាក់ថែមទាំងងាយស្រួលក្នុងការចល័តទ័ពថែមទៀតរីឯជាមួយនៅវិញគេក៏បាននៅក្នុងចិត្តរបស់គេថាការធ្វើកំណែតម្រង់របស់លោកគ្រូជាតិបានប្រែក្លាយកងទ័ពរបស់អាណាចក្រយ៉ាន់កាំងខ្លាចជាកងទ័ពដែលមិនអាចចូលឈ្នះបានបើសិនបើបកសុខារបស់យើងត្រូវទទួលរងការវិភាគបែបនេះប្រកាសណាស់យើងគឺមិនអាចទ្រាំទ្រជាមួយនឹងកម្លាំងទាំងអស់នេះបាននោះឡើយស្របពេលដែលគ្រូជាតិគាត់ក៏បាននិយាយទៅកាន់អង្គញាវៃក៏ដូច
ជាឧត្តមស្នេហ៍ធំដែលគាត់ក៏បានបញ្ជាឲ្យមានការផ្លាស់ប្ដូរយ៉ាងខ្នះខ្នែងមុនពេលដែលគាត់គឺបាននាំឈិនមូក៏ដូចជាអ្នកដទៃទៀតឆ្ពោះទៅកាន់ទីក្រុងដាសៀងព្រមទាំងមានទង់ជាតិគ្រប់ប្រភេទនៃបកជាច្រើននឹងព្យួរនៅលើទីក្រុងដាសៀងមានទង់ជាតិមួយចំនួនដែលប្រទេសនោះគឺមិនបានលុបចោលនៅឡើយគ្រូជាតិក៏បានងូក្បាលព្រមទាំងនិយាយថាប្រសិនបើមនុស្សចំនួនចាស់ទាំងនេះមិនត្រូវបានបំផ្លាញទាំងស្រុងយើងនឹងក្លាយជាមនុស្សអស្ចារ្យដោយរបៀបណាទៅមួយយ៉ាងមួយទៀតពួកគេអាចបន្តវិលត្រឡប់មកវិញបានហើយការបង្ហូរឈាមនឹងត្រូវបានកាត់ឡើងឈិនមូក៏បានសួរទៅកាន់គ្រូជាតិថាគ្រូជាតិតើលោកត្រៀមខ្លួនរួចរាល់ហើយឬនៅគ្រូជាតិគាត់ក៏តបវិញថាគាត់គឺបានត្រៀមខ្លួនរួចយូរណាស់ទៅហើយបន្ទាប់មកពួកគេក៏បានបើកទ្វារក្រុងទាំងនោះព្រមទាំងបានឃើញមនុស្សពីរជួរដែលមើលទៅពិតជាមានសណ្ដាប់ធ្នាប់ខ្លាំងណាស់ដែលមនុស្សទាំងនោះគឺស្ថិតនៅក្នុងអាណាចក្រឋានសួគ៌ដែលបង្ហាញពីរូបរាងព្រះនិងបិសាចរបស់ពួកគេទាំងអស់នេះគឺមានចំនួនពី60ទៅ70នាក់ប៉ុន្តែឈុតឆាកទាំងអស់នេះគឺមិនទាន់គ្រប់គ្រាន់នៅឡើយនោះទេចំណុចឯយាយឈីងហុងនេះក៏បាននិយាយថាដើម្បីសាឡបងអ្នកប្រាជ្ញដែលនៅក្នុងលោកនេះគ្រាន់តែការប្រឡងនៅក្នុងសាលអានសាយ៉ាងនៃសាលាមហាវិទ្យាល័យតៃរបស់យើងតាមពីមុខអាចប្រមូលផ្ដុំអ្នកខ្លាំងចំនួន99នាក់នៃពិភព Celestial ដើម្បីសាឡបងអ្នកប្រាជ្ញទាំងនោះចំពោះពួកទៀមដែលមានអ្នកខ្លាំងតិចតួចបែបនេះវាគឺមិនទាន់គ្រប់គ្រាន់សម្រាប់មហាវិទ្យាល័យតៃរបស់ពួកយើងដើម្បីសម្លាប់នោះទេចំណុចឯអ្នកខ្លាំងដែលមកពីពិភព Celestial រាប់សិបនាក់ក៏បានសម្លឹងទៅមើលបេះដូងរបស់ពួកគេហើយមិនបានអើពើជាមួយនឹងពីសម្ដីរបស់យាយជីងហុងនោះឡើយនៅពេលពួកគេដើរចូលទៅក្នុងទីក្រុងពួកគេក៏បានឃើញអ្នកខ្លាំងជាច្រើននៃពិភព Celestial បានតម្រង់ជួរនៅសងខាងផ្លូវរហូតដល់ពាក់កណ្ដាលទីក្រុងចុងបញ្ចប់គឺតែមិនអាចមើលឃើញនោះទេដោយសារតែមនុស្សទាំងអស់នេះគឺបានតម្រង់ជួរជាងរាប់ពាន់នាក់បើយើងក៏លេចមកមើលយាយជីងហុងនៅវិញនាងក៏មិនហ៊ាននិយាយអ្វីមួយបាននោះឡើយចំណុចឯជាមួយនៅវិញគេក៏មិនភ្ញាក់ផ្អើលនៅអ្វីដែលគេកំពុងតែឃើញនោះទេដោយសារតែមនុស្សទាំងនេះគឺគេធ្លាប់បានឃើញនៅក្នុងបករបស់គេរួចបាត់ទៅហើយមិនត្រឹមតែបកដែលពាក់ព័ន្ធនឹងការបោកបោសូម្បីតែប្រទេសមួយចំនួនដែលត្រូវបានលុបបំបាត់ចោលក៏ពាក់ព័ន្ធនឹងរឿងនេះដែរបើយើងងាកមកមើលគ្រូជាតិនេះវិញគាត់ក៏បាននិយាយថានៅពេលនោះដើម្បីយកឈ្នះចិត្តមនុស្សខ្ញុំបានសម្លាប់អ្នកខ្លាំងជាច្រើនអ្នកនៅក្នុងប្រទេសទាំងអស់នោះដែលពួកគេគឺបានបោះបោម្ដងហើយម្ដងទៀតក្រៅពីបកនិងប្រទេសផ្សេងៗក៏មានគ្រួសារល្បីៗមួយចំនួនដែលត្រូវបានខ្ញុំសម្លាប់ចោលផងដែរហើយកុបកម្មពីគ្រួសារល្បីទាំងនោះគឺមិនអាចមើលស្រាលបាននោះឡើយនឹងឯនោះនេះពាក្យកុបកម្មនឹងគេមានថាបាតកម្មនឹងឯងឥឡូវយើងបកមកកាន់សេរីរបស់យើងវិញជនមួយក៏បានធ្វើការរកដៃរកជើងព្រមទាំងនិយាយថានៅលើឋានសួគ៌ជាឋានជីវិតនិងមរណៈហើយនៅលើឋានសួគ៌និងមរណៈគឺជាឋានសួគ៌ស្ពានដល់ទេវភាពដោយសារតែមានមនុស្សក៏ដូចជាជើងខ្លាំងនៃឋានសួគ៌នេះមានន័យថាមនុស្សទាំងអស់នោះមានកម្រិតវឹកហាត់គឺមិនទាបនោះឡើយទន្ទឹមនឹងនេះប្រហែលជាមានជើងខ្លាំងជាង12នាក់ដែលនៅកម្រិតឋានសួគ៌ហើយមនុស្សទាំងអស់នោះគឺមិនមែនជាបញ្ហារបស់ជនមួយក៏ដូចជាអ្នកទាំងគ្នានោះឡើយគឺពួកគេអាចកម្ចាត់ជាមួយនឹងអ្នកទាំងអស់នោះបានបើយើងបកមកមើលជើងខ្លាំងនៃសងខាងផ្លូវនេះវិញគឺពួកគេមានសភាពស្ងប់ស្ងាត់ខ្លាំងណាស់មានតែសំឡេងរបស់ជនមួយក៏ដូចជាអ្នកដទៃទៀតដែលបានមកទីនេះតែប៉ុណ្ណោះក្រៅពីអ្នកវឹកហាត់ដ៏ទីពិភពរបស់ពួកទៀមនៅក្នុងទីក្រុងគ្មាននរណាម្នាក់នៅទីនេះនោះឡើយមិនត្រឹមតែប៉ុណ្ណោះទេសូម្បីតែអគារនៅក្នុងទីក្រុងដាសៀងក៏គ្មានដែរអគារទាំងអស់ក៏ត្រូវបានរុះរើហើយសូម្បីតែគ្រឿងនៃអគារក៏ត្រូវបានរុះរើផងដែរមានន័យថាទីក្រុងមួយនេះក៏ត្រូវបានសម្អាតចោលទាំងស្រុងហើយមានតែទាហានរាប់ពាន់នាក់តែប៉ុណ្ណោះដែលនៅខាងក្នុងទីក្រុងមួយនេះដែលមើលទៅពួកគេហាក់ដូចជារក្សាសម្ដាប់ធ្នាប់ខ្លាំងណាស់គឺមិនមានការបង្កសម្លេងរំខានអ្វីនោះឡើយដែលមើលទៅវាពិតជាគួរភ័យខ្លាចខ្លាំងណាស់សូម្បីតែវ៉ាន់យន់ដែលជាអ្នកធ្វើសង្គ្រាមនៅក្នុងសមរភូមិក៏មានការញ័រខ្លួនផងដែរគឺមិនអាចគ្រប់គ្រងស្មារតីរបស់គេបាននោះឡើយចំណែកឯជនមួយនៅវិញគេក៏បានថាគេធ្លាប់បានឃើញព្រះកាលពីមុនមកដែរហើយថែមទាំងងុំដាក់ព្រះទាំងនោះថែមទៀតដូច្នេះជនមួយក៏មិនមានការភ័យខ្លាចជាមួយនឹងរូបសំណាកព្រះទាំងនេះនោះឡើយនៅខណៈពេលនោះក៏មានវេទិកាមួយលេចឡើងនៅកណ្ដាលទីក្រុងដែលមានជណ្ដើររាប់ពាន់ជំហានមើលទៅវេទិកាមួយនេះគឺខ្ពស់ជាងប៉មនៅក្នុងទីក្រុងថែមទៀតដែលវាមើលទៅប្រៀបដូចជាភ្នំតូចមួយអញ្ចឹងដែលមានកម្ពស់រាប់សិបហ្វីតបន្ទាប់មកអ្នកទាំងគ្នាក៏ដូចជាជនមួយក៏បាននាំគ្នាដើរឡើងទៅលើវេទិកាមួយនោះនៅពេលដែលអ្នកទាំងគ្នាដើរឡើងមកលើវេទិកានេះហើយជនមួយក៏បានសម្លឹងទៅឃើញរូបព្រះក៏ដូចជារូបអារក្សជាច្រើនដែលរូបព្រះទាំងនោះគឺមានកម្ពស់ខ្ពស់ខ្លាំងណាស់នៅពេលដែលឈ្មោះក៏បានសម្លឹងទៅមើលឲ្យជិតទៅក៏បានឃើញជាមួយនឹងមេនីកាយទាំងអស់កំពុងឈរនៅលើបាតដៃរបស់ព្រះក៏ដូចជាបិសាចទាំងនោះហើយខ្លះទៀតក៏កំពុងតែអង្គុយនៅលើបាតដៃព្រះទាំងអស់នោះទិដ្ឋភាពនៃកម្រិតមេនីកាយនៃការគោរពបូជាទាំងអស់នេះវាពិតជាគួរអស្ចារ្យខ្លាំងពេកហើយជាមួយគ្នានោះដែរក៏មានស្រីម្នាក់ក៏បានឈរនៅលើចុងព្រាមដៃនៃរូបព្រះក៏បានសម្លឹងទៅមើលទៅកាន់លោកគ្រូជាតិព្រមទាំងបាននិយាយទៅកាន់លោកគ្រូជាតិថាលោកគឺជាបរិលេខមួយដែលស្ថិតនៅក្រោមព្រះតែមួយគត់តើលោកមិននាំអ្នកណាមកជួយលោកតាមមែនទេបើយើងក៏លេចមើលរូបរាងព្រះមួយនោះដែលមានកម្ពស់រាប់សិបយ៉ាតហើយភ្នែករបស់គេដូចជាប្រសវាហាក់ដូចជាបង្កាត់ឡើងដោយពន្លឺសយ៉ាងចឹងដែលរុំព័ទ្ធជុំវិញខ្លួនទៅដោយពូដ៏ធំមួយជាមួយនឹងដឹកពណ៌ខ្មៅនៅក្រោមជើងរបស់ព្រះទាំងនោះចំណែកឯជើងសៀងបានឃើញទិដ្ឋភាពមួយនេះដែលធ្វើនាងគ្មានការភ្ញាក់ផ្អើលចំពោះទិដ្ឋភាពទាំងនេះព្រមទាំងបានធ្វើជាដ៏សំខាន់របស់នាងប្រែខ្លះដូចជាទម្រង់ដ៏រឹងមាំនៃណាចាដែលនៅជិតព្រះឬអាចរកបានថាស្មើជាមួយនឹងកម្លាំងនៃព្រះផងដែរបើយើងងាកមកមើលឈិនមួយនៅវិញគេក៏មិនច្បាស់ពេកនៅក្នុងតំបន់មួយនេះទេព្រមទាំងបានបើកផ្នែកឋានសួគ៌ទាំង3របស់គាត់សម្លឹងទៅមើលនៅរីបនោះដែលសមត្ថភាពរបស់គេគឺល្អឥតខ្ចោះហើយមើលទៅហាក់ដូចជាព្រះដ៏អស្ចារ្យអញ្ចឹងនិងគ្មានគូប្រៀបដែលបញ្ចេញពន្លឺ
ដល់ទេវភាពដែលធ្វើមនុស្សអាចកងើតភ្នែកបានដោយសារតែពន្លឺទាំងនេះបើប្រៀបធៀបទៅនឹងអាណាចក្រស្រីមែននោះគឺវាពិតជាមិនធម្មតានោះឡើយចំណុចឯស៊ីយិនស៊ីងនាងក៏មិនសូវយល់អំពីរឿងនេះដែរហើយនាងក៏មិនបាននិយាយតបទៅកាន់ជាមួយអ្វីនោះឡើយភ្លាមៗនោះគ្រូជាតិគាត់ក៏បានងូក្បាលបន្តិចហើយអារម្មណ៍ដែលមិនអាចគ្រប់គ្រងបានក៏បានផ្ទុះឡើងរីឯចំហាយប្រយុទ្ធរបស់គាត់ក៏កាន់តែខ្លាំងឡើងផងដែរជាមួយនឹងធម៌ពលនៃចេតនាសម្រាប់ទាំងនេះបានធ្វើឲ្យជាមួយគឺមានការភ្ញាក់ផ្អើលព្រមទាំងលន់មកថានេះគឺជាលោកគ្រូរបស់ខ្ញុំដែលលឺជាមួយនឹងជីវិតនោះធ្វើគ្រូជាតិក៏មានការភ្ញាក់ផ្អើលព្រមទាំងបាននិយាយថាតើឯងមានទុកតាប៉ុន្មានអ្នកទៅហាត់បីក៏មានច្រើនបែបនេះដោយសាច់រឿងក៏កំពុងតែក្តៅផងសាច់រឿងរបស់យើងក៏ត្រូវបានកាត់សេះតែត្រឹមហ្នឹងមានក៏សូមអរគុណអ្នកនរដែលបានទស្សនាវីដេអូរបស់មីនតាំងពីដើមដល់ចប់ជូនពរអ្នកនេះមានសុខភាពល្អទៅណាមកណាទីចិត្តទីឆ្ងាយមានសុខសុវត្ថិភាពគ្រប់ពេលវេលាហើយមួយវិញជាបើសិនជាបងប្អូនណាមានចំណាប់អារម្មណ៍ចង់អានជាមួយនឹងសាច់រឿង novel រឿងគុជអមតធានីព្រមទាំងប្រាប្រានក៏ដូចជារឿងហាន់លីព្រមទាំងរឿងពិភពធម្មពលវេទមន្តនោះអត់មានក៏មានជាមួយនឹងគ្រប់សម្រាប់អានរឿងទាំងអស់ហ្នឹងបើសិនជាបងប្អូនចង់អាននៅសាច់រឿងទាំងអស់ហ្នឹងនោះសូមឆាតទៅកាន់បងប្រុសមីនដែលមីនក៏នឹងទម្លាក់ link Telegram ផ្ទាល់ខ្លួនរបស់គាត់នៅក្រោម comment នឹងឯនោះនេះមីនក៏មានតែប៉ុណ្្នឹងឯងរងចាំជួបជាមួយនឹងមីននៅវីដេអូក្រោយៗទៀតសូមអរគុណ